Phố chỉ châu và trong nom vìរបស់យើងទៅបានគឺត្រូវឆ្លងកាត់ដំណាក់កាលចុងក្រោយមួយទៀតពួកយើងលេងហ្គេមកូនក្រមុំពិតនិងកូនក្រមុំคล้ายៗទៅកូនកំឡោះហ្វូជីchâuត្រូវបិទភ្នែកហើយស្ទាបដៃដើម្បីចំណាំកូនក្រមុំលុះត្រាតែកូនកំឡោះជ្រើសរើសត្រូវមនុស្សទើបអាចនាំកូនក្រមុំទៅបានយល់ព្រមធ្វើតាមអ្វីដែលអ្នកទាំងអស់គ្នាបាននិយាយចុះតើខ្ញុំអាចចំណាំកូនក្រមុំខ្លួនឯងខុសបានយ៉ាងម៉េចទៅហ្វូជីchâuប៉ះស្ទាបដៃកូនក្រមុំនិងមានសម្លេងបេះដូងលោតញាប់ខ្ញុំជ្រើសរើសរួចហើយលើកដំបូងសោះក៏ជ្រើសរើសខុសបាត់ទៅហើយមើលទៅសំណាងរបស់ហ្វូជីchâuមិនសូវល្អសោះនឹងបង្ហាញជើងរបស់កូនក្រមុំពីររូបនៅក្រោមស្បែកក្រហមសម្រាប់ការជ្រើសរើសលើកទី2ខ្ញុំជ្រើសរើសនាងម្នាក់នេះចាញ់ទៀតហើយហ្វូជីchâuជ្រើសរើសខុសទៀតហើយមិននឹកស្មានថាជ្រើសរើសទាំងពីរលើកសុទ្ធតែត្រូវជាងណូនោះទេគឺខ្ញុំហើយដែលសីនោះសំណាងរបស់អ្នកអង្គខ្លាំងពេកហើយដឹងទាំងពីរលើកសុទ្ធតែជាខ្ញុំទាំងអស់តាមពិតទៅមនុស្សដែលគេចង់រៀបការជាមួយមិនមែនជាខ្ញុំតតែសោះវីគេសេខ្លាំងណាស់ឲ្យឱកាស2ដងហើយនៅតែរើសមិនត្រូវទៀតកុំខឹងអីណាថ្ងៃនេះជាថ្ងៃមង្គលការដ៏ធំរបស់អ្នកហើយកុំខឹងនឹងល្បែងលេងសើចតូចតាចទាំងនេះអីវាមិនល្អទេនាងគិតថាវីដូចជានាងមែនទេដែលខឹងម្ដងតតែលួង3ថ្ងៃទើបបាត់នោះបានហើយជីchâuជ្រើសរើស2ដងហើយសុទ្ធតែខុសលើកនេះបើនៅតែចាញ់ទៀតពិតជាត្រូវពិន័យឲ្យផឹកស្រាហើយវីតើអូនខឹងបងមែនទេបន្តិចទៀតជួយផ្ដល់តម្រុយឲ្យបងបន្តិចមកលើកនេះបងធានាថានឹងមិនរើខុសទៀតឡើយស្បែកជើងមង្គលការនៅលើជើងរបស់ខ្ញុំនិងរបស់ពួកអ្នកកំដរគឺមិនមែនម៉ូដដូចគ្នាតតែសោះអំបញ្ញមិញខ្ញុំថែមទាំងបានធ្វើពុតជាកម្ដៅជើងទៀតផងតើនៅចង់ឲ្យខ្ញុំផ្ដល់តម្រុយបែបណាដល់បងទៀតសូមជីវេទទាញដៃចេញពីហ្វូជីchâuហើយរកនៅវគ្គបន្ទាប់គឺលក្ខខណ្ឌនៃល្បែងគឺកូនក្រមុំវីនិងអ្នកកំដរជាងណូត្រូវស្លៀករ៉ូបការដូចគ្នាហើយប្រើផ្លិតមូបិទបាំងមុខកូនកំឡោះត្រូវសម្គាល់កូនក្រមុំពិតប្រាកដតាមរយៈរូបរាងបើរើសត្រូវគឺអាចនាំកូនក្រមុំទៅបានភ្លាមលើកនេះស្រួលខ្លាំងណាស់ណាកូនកំឡោះប្រហែលជាមិនរើខុសទៀតទេដឹងខ្ញុំជ្រើសរើសនាងម្នាក់នេះនាងច្បាស់ជាប្រពន្ធរបស់ខ្ញុំហើយបងហ្វូតើបងកំពុងធ្វើអ្វីហ្នឹងរឿងនេះច្បាស់ក្រឡែតសោះហេតុអ្វីបានជាបងនៅតែរើខុសទៀតហើយឆាប់ឡើងរើសម្ដងទៀតទៅហ្វូជីchâuតើបងកំពុងធ្វើអ្វីហ្នឹងនរណាប្រាប់ឲ្យបងមកជ្រើសរើសខ្ញុំបងច្រឡំភ្នែកដោយអចេតនាតែប៉ុណ្ណោះផ្លិតក្នុងដៃរបស់សុងជីវេបានធ្លាក់តាមមកលេខ3ឆ្នាំពួកយើងស្រឡាញ់គ្នារយៈពេល7ឆ្នាំមកហើយស្និទ្ធស្នាលនឹងគ្នាជាងអ្នកណាទាំងអស់បងបែរជានិយាយថាមើលច្រឡំអញ្ចឹងឬវីស្ដាប់ខ្ញុំនិយាយសិនអាពីពីថ្ងៃនេះខ្ញុំមិនរៀបការទៀតទេសុងជីវេតើអូននិយាយពីអ្វីហ្នឹងវីមានរឿងអ្វីចាំចប់ពិធីការសឹមនិយាយគ្នាបានទេថ្ងៃនេះជាថ្ងៃការដែលឯងទន្ទឹងរង់ចាំជាយូរមកហើយកុំធ្វើបែបនេះអីល្អទេតើឯងដាច់ចិត្តទេជាងណូតើឯងដាច់ចិត្តឲ្យហ្វូជីchâuរៀបការជាមួយខ្ញុំទេវីគឺបងជាអ្នកមើលច្រឡំមនុស្សអូនមិនបាច់និយាយស្ដីពិបាកស្ដាប់បែបនេះទេតើវាមានពាក់ព័ន្ធអ្វីនឹងនាងមិនអាចបន្ទោសលើនាងបានឡើយបើមិនអាចបន្ទោសលើជាងណូទេតើគួរតែបន្ទោសអ្នកណាទៅវិញបន្ទោសខ្ញុំមែនទេខ្ញុំនិងជាងណូគឺចេញពីមណ្ឌលកុមារកំព្រាជាមួយគ្នាអាចនិយាយបានថាពួកយើងស្ទើរតែរស់នៅពឹងផ្អែកលើគ្នាទៅវិញទៅមកដើម្បីរស់នាងមានអត្តចរិតរស់រាយរាក់ទាក់ហើយតែងតែការពារខ្ញុំដែលជាមនុស្សកំសាកនៅពីក្រោយនាងនិងតែងតែអត់អន់ឲ្យខ្ញុំគ្រប់រឿងខ្ញុំប្រឡងមិនជាប់ទេវីឯងទៅរៀនមហាវិទ្យាល័យទៅខ្ញុំនឹងធ្វើការរកលុយចិញ្ចឹមឯងតាមពិតខ្ញុំមិនមែនជាអ្នកចូលចិត្តរៀនសូត្រអីទេគួរតែចេញមកធ្វើការឲ្យបានឆាប់វិញល្អជាងចាំថ្ងៃក្រោយឯងរៀនចប់មហាវិទ្យាល័យរកលុយបានចាំចិញ្ចឹមខ្ញុំវិញក្រោយមកទើបខ្ញុំដឹងថាតាមពិតនាងប្រឡងជាប់សាកលវិទ្យាល័យកម្រិត2គឺដើម្បីខ្ញុំទើបនាងមិនទៅរៀនប្រសិនបើនាងនិយាយថានាងនឹងបងស្រឡាញ់គ្នាបើស្រឡាញ់គ្នាទៅវិញទៅមកខ្ញុំអាចដកខ្លួនចេញដោយសមរម្យបានតែពេលនេះពួកបងបែរជាចង់មកធ្វើបាបនិងប្រមាថខ្ញុំបែបនេះទៅវិញហ្វូជីchâuតើបងទុកខ្ញុំជាអ្វីទៅសូមជួយ like share និង follow page ម្នាក់មួយផងឬឲ្យជាថ្លៃទឹកតែដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្ត